នេះជាទេសភាពឯនីជើងភ្នំបាយ៉ង់កោក្នុងខេត្តតាកែវហើយនេះជាទស្សនីយភាពពីលើភ្នំបាយ៉ង់កោគយគន់លើវាលទំនាបដែលគួរឲ្យស្រមៃដល់អតីតកាលនៃនគរភ្នំអាណាចក្រខ្មែរលិចទឹកនៃចុងសតវត្សទី6ឯនេះជាចណ្ដើមបុរាណឡើងទៅរកទេវដ្ឋានសីវបរៈប្រាសាទបាយ៉ង់កោឆ្លងកាត់កម្មចណ្ដើថ្មបាយក្រៀមឆ្ពោះទៅកំពូលភ្នំកម្ពស់ប្រមាណជាង300ម៉ែត្រមាននាគក្បាល5អើតចាំកណ្ដាលផ្លូវមើលទៅហាក់ដូចជាវ៉ាសុគីដែលមាននីតិពតភ្នំមន្តរៈដែលទេវតានិងយក្សទាញគោសមុទ្រទឹកដោះសួស្តីខ្ញុំមកដល់ប្រាង្គប្រាសាទខ្ពស់មួយនៅខេត្តតាកែវឈ្មោះថាប្រាសាទបាយ៉ង់កោដែលសង់នៅលើកំពូលភ្នំធម្មជាតិមួយកម្ពស់ជាង300ម៉ែត្រនៅជាព្រំដែនបច្ចុប្បន្នកម្ពុជាក្រោមប្រាសាទភ្នំបាយ៉ង់កោនេះយោងទៅលើស្ថាបត្យកម្មមានថ្មបាយក្រៀមមានឥដ្ឋមានក្បាច់រចនាលម្អអាចឲ្យយើងដឹងយោងទៅលើសាលាចារឹកផងដែរកសាងនៅក្នុងរាជព្រះបាទអ៊ីសនៈវរ្ម័នដែលសោយរាជនៅក្នុងនគរភ្នំពីឆ្នាំ615រហូតដល់ឆ្នាំ638ហើយបន្តពីព្រះអង្គមកមានរាជបុត្រឈ្មោះភវៈវរ្ម័នទី2ដែលបន្តកសាងនៅទីនេះហើយស្របពេលនោះស្ដេចស្ថាបនិកបានបន្តវាទយកទឹកដីមានដល់បាត់ដំបងសៀមរាបដែលឈ្មោះក្រុងបារាណមានដូចជាអមរិន្ទ្របរៈមុខបរៈនៅបាត់ដំបងភីមបរៈហើយនិងអមរិន្ទ្របរៈដែលសពថ្ងៃនេះសុទ្ធតែជាដែនដីនៃកម្ពុជាបច្ចុប្បន្នហើយពាក្យឈ្មោះនៃប្រទេសកម្ពុជានេះត្រូវបានគេរកឃើញនៅសម័យនេះសតវត្សទី7នៅប្រាសាទបាយ៉ង់កោនេះដែលមានឃ្លៀនៅក្នុងសាលាចារឹកវែងអន្លាយប៉ុន្តែអ្វីដែលពិសេសយើងចាប់បានឈ្មោះថាកម្ពុជាទេសស្ដេចនៃកម្ពុជានឹងបានកសាងប្រាង្គប្រាសាទនេះហើយឧទ្ទិសទៅដល់ព្រះសិវៈដែលត្រូវបានគេកសាងជាលិង្គជាបដិមាលិង្គនិមិត្តរូបនៃអំណាចសាសនាព្រាហ្មណ៍ដើម្បីតម្កល់នៅក្នុងប្រាង្គប្រាសាទបាយ៉ង់កោនេះលិង្គនោះឈ្មោះថាឧត្តបនេស្វរៈបន្ទាប់មកទីនេះត្រូវបានប្រើប្រាស់ជាទីសក្ការៈដែលមានពុទ្ធបរិស័ទទាំងព្រហ្មញ្ញសាសនិកបានរួមគ្នាមកបដិបត្តិព្រះធម៌រហូតដល់សតវត្សទី12ក្រោមរាជព្រះបាទជ័យវរ្ម័នទី7មុននេះព្រះបាទធរណន្ទ្រវរ្ម័នទី1បានចេញរាជបញ្ជាឲ្យកសាងអាស្រមនៅក្នុងតំបន់បាយ៉ង់កោនេះហើយអាស្រមនោះឈ្មោះថាស្រីផថេស្រាមាស្រីផថេសាមាស្រាមាគឺជាអាស្រមស្រីគឺជាសម្បត្តិសិរីសួស្តីផថេស្វរៈនឹងគឺជាឈ្មោះលិង្គដែលដូនតាយើងគោរពតាំងពីចំនួនវត្តភូដែលសពថ្ងៃប្រទេសឡាវក្រោយមកយកមកព្រះវិហារដូរឈ្មោះទៅជាស្រីសក្ខេស្វរៈយកមកតំបន់កោះកេរឈ្មោះថាបថេស្វរៈរហូតដល់ចំនួនប្រៃរូបសតវត្សទី10ដែលប្រាសាទនោះជាមួយនឹងឈ្មោះព្រះករុណាទៅជារាជចន្ទ្រិបថេស្វរៈអញ្ចឹងឈ្មោះលិង្គភត្រេស្វរៈគឺជាលិង្គនៃធម្មពលទេពព្រះសិវៈដែលដូនតាខ្មែរសម័យបុរាណចន្លោះសតវត្សទី1រហូតដល់សតវត្សទី7មានការគោរពដ៏ខ្លាំងក្លារហូតទៅដល់នៅទីនេះភ្នំបាយ៉ង់កោមានផោះតាងប្រាង្គប្រាសាទឥដ្ឋកសាងដើម្បីតម្កល់លិង្គបថេស្វរៈដែលបដូរឈ្មោះទៅជាស្រីបថេស្វរៈអាស្រមៈមានន័យថាអាស្រមឬក៏ប្រាសាទសម្រាប់តម្កល់លិង្គស្រីបថេស្វរៈកាលពីសតវត្សទី12ក្រោមរាជព្រះបាទធរណន្ទ្រវរ្ម័នទី1ប៉ុន្តែប្រាង្គប្រាសាទបានកសាងតាំងពីដើមសតវត្សទី7អញ្ចឹងសូមមកមើលពិនិត្យក្បាច់ចម្លាក់ទៅលើឥដ្ឋដែលជាក្បាច់បុរាណ
ដែលជាក្បាច់កាលពីសតវត្សទី7ដែលបង្ហាញឲ្យឃើញអំពីឥទ្ធិពលអរិយធម៌អង្គដូអារ្យងឥណ្ឌាក្រុមឥទ្ធិពលអារ្យឃើញទេនៅចន្លោះពីព្រៃក្មេងរហូតដល់សម្បូរព្រៃគុកដែលនៅសម្បូរព្រៃគុកមានការរចនាជាតួអង្គ3នាក់តួអង្គកដាលធំជាងគេអមទៅដោយតួអង្គតូចតូចដែលជាទេពរណបហើយនឹងមានលោកបាលឬក៏ទ្វារបាលដែលគេឆ្លាក់នៅខាងក្រោយអមទៅដោយក្បាច់រចនានៃស៊ុំទ្វារដែលជាម៉ូដនៃស៊ុំប្រាសាទទាំងមូលបាទនេះគឺជាផុសតាងខ្លះបញ្ជាក់អំពីរយៈពេលឬក៏កាលបរិច្ឆេទនៃការកសាងនិងឥទ្ធិពលសាសនានៅសតវត្សទី7ចន្លោះរាជឥស្សនវរ្ម័នទី1រហូតដល់ភវវរ្ម័នទី2